បងប្អូនអរគ្នាតោះមកមើលអំពីផ្លូវចូលទៅផែកោះទុនសាយបងប្អូនមើលផ្លូវស្អាតទេបាទទីបងប្អូនច្រឡំថាផ្លូវពិបាកទៅអត់ទេណាបងប្អូនផ្លូវស្អាតបាទផ្លូវអាឡូងសិលអញ្ចឹងណាបាទនេះគឺផ្លូវនេះខ្ញុំថតពីមុខសាលាខេត្តទៅហើយចាំមើលបងប្អូនផ្លូវស្អាតយ៉ាងម៉េចហើយចូលទៅផែហ្នឹងពិបាកឬក៏ស្រួលបងប្អូនឥឡូវគឺមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគឺស្អាតខ្លាំងមែនទែនបាទនេះបងប្អូនសំបីទិដ្ឋភាពផ្លូវនេះគឺជាក់ស្ដែងគឺស្អាតខ្លាំងណាស់បាទមានសួនមានដើមឈើបាទជាទិដ្ឋភាពមួយដែលយើងចង់គយគន់ហើយខ្ញុំនាំបងប្អូននេះបងប្អូនផ្លូវចូលដល់ឥឡូវហើយបាទដល់ឥឡូវហើយបាទតែនដល់ហើយបងប្អូនផ្លូវចូល welcome ផ្លូវចូលទៅផែនេះបងប្អូនណាបាទផែកោះទន្សាយបាត់ចូលបាទអញ្ចឹងខ្ញុំនាំបងប្អូនទៅមើលផែមើលផែបងប្អូនឃើញទេឃើញផ្លូវចូលមករហូតស្អាតទេបាទមិនបារម្ភរឿងហេដ្ឋារចនាសម្ព័ន្ធទេបងប្អូនជាពិសេសផ្លូវថ្នល់ណាបាទសម័យចូលធបដីសន្តិភាពគឺមានការអភិវឌ្ឍអញ្ចឹងបងប្អូនណាឃើញទេបាទនេះក៏អាគារមួយនេះគឺសម្រាប់បងប្អូនមានបន្ទប់ទឹកហើយលក់សំបុត្រណាសំបុត្រទូកបាទជាជូនបងប្អូនសំបុត្រទូកទៅកោះគឺតម្លៃតែ$25ទេសម្រាប់ភ្ញៀវខ្មែរបាទអញ្ចឹងបងប្អូនមកគឺទៅលេងបងប្អូនប៉ុណ្ណឹងវាអត់មានអីតម្លៃសមរម្យបាទបងប្អូនឃើញផែស្អាតទេអញ្ចឹងបងប្អូនអាចមកលេងបានកុំបារម្ភបាទរឿងតម្លៃរឿងអីហ្នឹងគឺសមរម្យទេបាទនេះបងប្អូនទិដ្ឋភាពខ្ញុំបាទមកថតជូនបងប្អូនមើលតើយ៉ាងម៉េចវិញបាទនៅនេះយើងមានទូកបងប្អូនទៅបងប្អូនចង់ទៅកោះទន្សាយនោះបងប្អូនឃើញហ្នឹងអញ្ចឹងយើងមានជាទូកបងប្អូនជិះប្រភេទទូកបាទទូកហ្នឹងគឺមិនមែនទូកតូចណាបាទទូកធំបាទទូកមួយជិះបានគ្នាបាទ8នាក់នេះបងប្អូនបាទជិះទូកហ្នឹងជិះទូកប្រភេទអញ្ចឹងបាទហើយមិនបារម្ភទេបងប្អូនបាទគឺសុវត្ថិភាពបាទអញ្ចឹងបងប្អូនអាចជើញមកលេងបានបាទមកលេងកោះទន្សាយបានមកលេងខេត្តកែបបានដែលមានកន្លែងស្អាតអញ្ចឹងបាទអញ្ចឹងនេះខ្ញុំថតមកជុំជូនបងប្អូនមើលតែម្ដងបាទថតមកជុំថ្ងៃនេះម្សិលមិញភ្ញៀវច្រើនបងប្អូនបាទថ្ងៃនេះរៀងស្ងាត់បន្តិចដោយសារដល់ថ្ងៃចូលធ្វើការវិញបាទហើយនេះមានហាងបាយហាងអីនៅហាងកាហ្វេបាទមិនចាំបាច់ទៅពឹងរបស់ថៃទេបងប្អូនខ្មែរក៏ធ្វើបានដែរណាបាទហើយនេះកន្លែងនេះកន្លែងផ្ញើឡានណាបងប្អូនបាទផ្ញើឡានហើយកន្លែងហ្នឹងក៏មានកន្លែងលក់សមុទ្រដែរបាទអូខេអរគុណច្រើនបងប្អូនអរគ្នា